សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Snow ថ្ងៃនេះខ្ញុំនឹងនាំយកសារភាពយន្តរន្ធត់មួយយកមកសម្រាប់ជូនប្រិយមិត្តដែលមានចំណងជើងថា Vacancy ដែលនិយាយអំពីនៅពេលដែលប្តីប្រពន្ធមួយគូធ្វើដំណើរដល់វែងឆ្ងាយតាមផ្លូវដ៏ស្ងប់ស្ងាត់ចៃដន្យអីតាមផ្លូវឡានរបស់ពួកគេក៏ជួបបញ្ហាដោយត្រូវស្វែងរកកន្លែងមួយដើម្បីស្នាក់នៅជាប្រញាប់នៅតំបន់ដ៏ដាច់ស្រយាលមួយនោះនៅក្បែរហ្នឹងមានផ្ទះសំណាក់ដ៏ស្ងាត់មួយទំនងជាមិនមានភ្ញៀវមកស្នាក់នៅនោះឡើយប៉ុន្តែដោយសារតែគ្មានជម្រើសពួកគេក៏ជួលបន្ទប់ស្នាក់នៅមួយយប់ទាំងដែលពួកគេមិនបានដឹងសោះថាផ្ទះសំណាក់មួយនោះពិតជាធ្វើឲ្យប្តីប្រពន្ធមួយគូនឹងស្នាក់នៅបានដោយស្ងប់សុខហើយពួកគេក៏មិនបានដឹងដែរថានៅទីនេះធ្លាប់មានរឿងរ៉ាវរន្ធត់ព្រឺព្រួយបានកើតឡើងដែរឬក៏អត់ប្រិយមិត្តទាំងអស់គ្នាចង់ដឹងថាតើនឹងមានរឿងអ្វីកើតឡើងបន្ទាប់ពីពួកគេបានចូលស្នាក់នៅផ្ទះសំណាក់ដ៏ដាច់ស្រយាលមួយនេះបើប្រិយមិត្តទាំងអស់គ្នាចង់ដឹងទស្សនាវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាផ្ដើមនៃសាច់រឿងមានឡានមួយគ្រឿងកំពុងតែបើកនៅលើផ្លូវដ៏ងងឹតក្នុងនោះមានប្តីប្រពន្ធពីរនាក់ប្តីឈ្មោះថា David ប្រពន្ធឈ្មោះ Amy ដែលពួកគេកំពុងតែធ្វើដំណើរទៅផ្ទះវិញបន្ទាប់ពីបានចូលរួមពិធីជប់លៀងគ្រួសាររួចមក Amy អស់កម្លាំងខ្លាំងពេកនាងក៏បានដេកលក់បាត់នៅសល់តែ David កំពុងតែបើកឡានតែម្នាក់ឯងបើកឡានទាំងហត់នេះស្រាប់តែមានសត្វ raccoon មួយក្បាលស៊ីអីនៅកណ្ដាលផ្លូវ David ជន់ហ្វ្រាំងយ៉ាងខ្លាំងធ្វើឡានរបស់ពួកគេពីនឹងមានគ្រោះថ្នាក់កលាប្លែករួមពេចនោះ Amy ភ្ញាក់ពីគេងវិញ David បន្តបើកឡានទាំងខូចដោយជន់ហ្វ្រាំងខ្លាំងមិញហ្នឹងគេចាប់ផ្ដើមបើកវិទ្យុនិងមើលសេវានៅក្នុងឡានប៉ុន្តែនៅក្នុងតំបន់មួយនេះដោយសារតែដាច់ស្រយាលខ្លាំងពេកធ្វើឲ្យអត់សេវាមិនអាចឲ្យពួកគេស្វែងរកជំនួយបាននោះទេហើយយប់ក៏ស្ងាត់ឡានក៏ខូចចំពាក់កណ្ដាលទ្រារទៀត David ជិះឡានខូចនឹងដើម្បីទៅរកក្រាស់ជួសជុលជិះបានឆ្ងាយបន្តិចពួកគេធូរចិត្តខ្សែដោយសារតែនៅខាងមុខមានក្រាស់ឡានមួយកន្លែងប៉ុន្តែក្រាស់មួយនោះវាស្ងាត់មែនតើហើយត្រូវបានបិទថែមទៀតផងទាំង Amy និង David ពួកគេភ័យខ្លាចដោយកន្លែងមួយនេះវាចម្លែកហើយអត់មានមនុស្សទៀតរងចាំក្នុងឡានបានបន្តិចភ្លាមនោះបរិសម្នាក់ក៏ចេញមកបញ្ញាក់ពួកគេហើយបរិសនេះគឺជាអ្នកជួសជុលប្រចាំការ៉ាស់មួយហ្នឹង David និង Amy ពួកគេអត់បានចាប់អារម្មណ៍នោះទេដល់ពេលដែលចុះទៅ David ឃើញថានៅទីនោះមាន motel មួយកន្លែងប៉ុន្តែ motel មួយហ្នឹងមិនមាននរណាចូលមកស្នាក់នៅនោះទេបន្ទាប់ពីនិយាយគ្នារួចបរិសនេះក៏ជួសជុលរួចរាល់ David ចង់បន្តដំណើរទៅមុខទៀតប៉ុន្តែបរិសនេះក៏និយាយថាយប់ថ្មនេះទៅហើយលោកធ្វើដំណើរបែបនេះវាសើមានសុវត្ថិភាពទេយល់ល្អពួកគេគួរតែស្នាក់នៅ motel មួយនេះមួយយប់សិនទៅប៉ុន្តែ Amy និង David ពួកគេប្រកែកហើយ David ក៏បានហុចលុយកណ្ដាល$20ឲ្យទៅបរិសម្នាក់នោះរួចក៏បើកឡានចាក់ចេញពីទីកន្លែងមួយនេះជិះទៅមុខមិនយូរប៉ុន្មានឡានរបស់ពួកគេដែលទើបតែធ្វើមិញហ្នឹងក៏ចាប់ផ្ដើមខូចម្ដងទៀត David ក៏បានចតឡាននៅគៀនផ្លូវដោយឡានខូចលើកនេះគឺមិនអាចទៅមុខបានសោះតែម្ដងហើយបើយើងមើលទៅកាន់ទស្សនវិជ្ជានៅកន្លែងមួយនេះក៏ធ្វើយើងបាសរោមដែរទាំងអស់គ្នា David និង Amy បានចាក់ចេញពីកន្លែងការ៉ាស់ឡានមួយនោះឆ្ងាយគួរសមដែរដល់អញ្ចឹងទៅពួកគេសម្រេចចិត្តថានឹងចុះពីឡានដើរថ្មើរជើងទៅកាន់ការ៉ាស់ឡានមួយនោះម្ដងទៀតដើម្បីហៅគេឲ្យមកជួសជុលដើរយូរទៅពួកគេក៏អាចមកដល់ការ៉ាស់ឡានមួយនោះម្ដងទៀតប៉ុន្តែកន្លែងហ្នឹងវាបានបិទបាត់ទៅហើយដោយឃើញថានៅក្បែរនោះមាន motel មួយពួកគេក៏សម្រេចចិត្តថានឹងទៅសុំជំនួយពីអ្នកនៅខាង motel វិញម្ដងគ្រាន់តែបើកទ្វារចូលទៅកន្លែង receptionist សំឡេងមនុស្សស្រែកយ៉ាងខ្លាំងឮចេញពីបន្ទប់មួយដែលហាក់ដូចជានារីម្នាក់នោះត្រូវទរណកម្មអញ្ចឹងត្រូវគេវាយធ្វើបាប Amy ហាមកុំឲ្យ David ចូលទៅប៉ុន្តែ David អត់ស្ដាប់ទេក៏ចុចកណ្ដឹងមួយនេះឲ្យគេចេញមកភ្លាមនោះបរិសម្នាក់គឺជា manager នៅទីនេះចេញមកមានឈ្មោះថា Mason David ក៏បានចាប់ផ្ដើមសួរពីសំឡេងមនុស្សស្រីស្រែកដែលចេញពីបន្ទប់មិញហ្នឹងគួរខ្លាច Mason គេសើចរួចក៏ចូលទៅក្នុងបន្ទប់ហើយកាន់តេឡេមួយចេញមកដោយប្រាប់ពួកគេទាំងពីរអ្នកប្តីប្រពន្ធនេះថាមិញនេះដោយសារតែអបសុកខ្លាំងពេកហើយអត់មានភ្ញៀវមកស្នាក់នៅអញ្ចឹងហើយគេក៏មើលរឿងដើម្បីកុំឲ្យអបសុកអញ្ចឹងទៅ David ក៏បញ្ញាប់សួរថានៅកន្លែងមួយនេះមានការ៉ាស់ណាដែលអាចជួសជុលឡានរបស់ពួកគេបានឬអត់ពីព្រោះថាឡានរបស់ពួកគេខូចបាត់ទៅហើយចតចោលនៅគៀនផ្លូវឆ្ងាយពីទីនេះខ្លាំងមែនតើ Mention តបថាគេអាចជួយបាននេះពីព្រោះថាយប់ថ្មនេះទៅហើយបើទោះបីជាមានក៏អ្នកជួសជុលទាំងអស់នោះអត់អាចធ្វើឡានរបស់ពួកគេថ្មនេះដែរគឺមានតែចាំព្រឹកស្អែកទៅបាននិយាយរួច Mason ក៏បានឃាត់ David និង Amy ថាពួកគេគួរតែស្នាក់នៅទីនេះមួយយប់សិនទៅចាំព្រឹកស្អែកគេនឹងទៅរកជំនួយដើម្បីមកជួសជុលឡានឲ្យពួកគេ
អាមីមើលទៅកាន់ Mason នាងអត់សូវទុកចិត្តគេប្រមាណនេះប៉ុន្តែ David នៅតែជំនះថាបើសិនជាពួកគេអត់ស្នាក់នៅទីនេះអញ្ចឹងយប់នេះពួកគេបានកន្លែងណាគេរួច David ក៏សម្រេចចិត្តជួលបន្ទប់មួយគឺបន្ទប់លេខ4បន្ទាប់ពីពួកគេចាក់ចេញទៅ Mason ក៏ចូលទៅក្នុងបន្ទប់វិញហើយសម្លេងមនុស្សស្រីម្នាក់នោះក៏បន្តស្រែកម្ដងទៀតយ៉ាងកលួចគួរខ្លាចដែលហាក់បីដូចជាមានអ្វីមួយកំពុងតែកើតឡើងនៅទីនេះក្រោយពីបង់លុយរួចហើយក៏ចាក់ចូលទៅក្នុងបន្ទប់លេខ4វាចំណាយត្រង់ថាបន្ទប់មួយនេះពិតជាមានសភាពចាស់ខ្លាំងមែនទែនមានសុទ្ធតែធូលីដីមិនមានការសម្អាតហើយមានសត្វកាឡាថែមទៀតផងសូម្បីតែទឹកនឹងគឺឡើងច្រេះដូចជាបន្ទប់មួយនឹងមិនត្រូវបានប្រើប្រាស់តាំងពីយូរមកហើយប៉ុន្តែពួកគេមិនមានជំរឿននោះទេក៏ត្រូវបង្ខំចិត្តដេករងចាំតែប្រហែលម៉ោងទៀតមេឃនឹងភ្លឺហើយអង្គុយនិយាយគ្នាបានមកសន្ទុះមិនទាន់ទាំងបានទម្រេតខ្លួនផងពួកគេក៏ស្រាប់តែឮសំឡេងគោះទ្វារក្រាំងពីខាងក្រៅចំណែកទូរស័ព្ទលើតុវិញទេចូលរហូតអាមីលើកទៅបែរជាមិនមានអ្នកឆ្លើយទៅវិញសំឡេងគោះទ្វារមួយនោះបន្តឮឡើងម្ដងទៀត David ទ្រាំអត់បានក៏បើកទ្វារចេញទៅមើលប៉ុន្តែមិនមានឃើញមនុស្សម្នាក់ទាល់តែសោះបិទទ្វារវិញទូរស័ព្ទមិញហ្នឹងក៏រឡើងម្ដងទៀត David ក៏លើកទូរស័ព្ទនោះហើយសួរថាអ្នកណាកំពុងតែនិយាយប៉ុន្តែអ្នកនៅម្ខាងទៀតមិនមានការឆ្លើយតបមកកាន់ David វិញទេស្ថានភាពរៀងអត់ស្រួលសំឡេងគោះទ្វារឮកាន់តែខ្លាំងទៅជាថ្មីម្ដងទៀតប៉ុន្តែលើកនេះវាមិនមែនឮចេញពីមាត់ទ្វារទេគឺឮចេញពីជញ្ជាំងបន្ទប់របស់ពួកគេវិញម្ដង David ទ្រាំអត់បានឃើញទ្វារមួយទៀតរៀងចម្លែកក៏ទៅបើកនៅពេលដែលបើកទៅគឺនៅមានទ្វារមួយទៀតចាក់សោទ្វារឆិតហើយដឹងថាជានរណាគឺបន្តគោះខ្លាំងទៅដំយកអត់មានខ្វល់ពីអាមីនិង David នោះឡើយរហូត David ក៏ស្រែកជេរថាពួកឯងនឹងចង់មានរឿងអីជាមួយនឹងខ្ញុំ David ឲ្យអាមីមើលទៅប្អួយមើលថាក្រៅពីពួកគេនៅមានអ្នកផ្សេងមកស្នាក់នៅទីនេះដែរឬអត់អាមីមើលទៅក្រៅនាងអត់មានបានឃើញអ្វីក្រៅពីភាពស្ងប់ស្ងាត់គួរខ្លាចនិងមានឡានឆ្រាក់មួយគ្រឿងទំនងជារបស់ម្ចាស់ផ្ទះសំណាក់មួយហ្នឹង David គេចាប់ផ្ដើមភ័យហើយបន្តស្រែកជេរទៅកាន់អ្នកដែលគោះនោះថាពួកឯងចង់មានរឿងអីជាមួយនឹងយើង David ខំស្រែកប៉ុណ្ណឹងហើយសំឡេងមួយនោះអត់ឈប់គួរណាទាំងអស់គ្នាគឺគួរយកទន្ទ្រាំទ្វារមួយនេះកាន់តែខ្លាំងជាងមុនទៀត David ប្រាប់ Amy ឲ្យនៅក្នុងបន្ទប់នេះចាក់សោឲ្យជាប់ហើយគេនឹងទៅសួរ Mason នៅពេលដែល David ទៅដល់កន្លែងនោះភ្លាមគេក៏បានចុចកណ្ដឹងហៅ Mason ឲ្យចេញមកហើយប្រាប់គេថាបន្ទប់ជាប់គេនឹងគោះទ្វារពងប៉ាំងរំខានគេហើយកន្លែងរបស់លោកនេះមានដំណោះស្រាយអីអត់ Mason គៀងតែម្ដងពីព្រោះកំពុងតែឆ្ងល់ថាសលេងមួយនោះចេញពីណាមកបើអ្នកដែលស្នាក់នៅទីនេះមានតែ David និង Amy ពីរនាក់នេះតែប៉ុណ្ណោះ Mason ក៏តបវិញថាអត់អីទេចាំគេទៅមើលឲ្យថាមានរឿងអីកើតឡើងហើយផ្ទះសំណាក់របស់ខ្ញុំនឹងទទួលខុសត្រូវគ្រប់យ៉ាងចំពោះលោក David ទៅដល់បន្ទប់វិញប្រាប់ Amy ថាអត់អីទេពួកគេនឹងដោះស្រាយរឿងនេះឲ្យពួកយើងហើយ Amy នាងនៅតែមានអារម្មណ៍ថានៅទីនេះហាក់ដូចជាអត់ស្រួលទេប៉ុន្តែ David វិញលេងខ្វល់ទៀតហើយក៏ទម្រេតខ្លួនហើយយកតេឡេមកបញ្ជាទូរទស្សន៍ប៉ុន្តែគ្មានប៉ុស្តិ៍ណាដែលអាចមើលបានទាល់តែសោះដោយសារតែនៅទីនេះគ្មានសេវាអង់តែនអីនោះទេអាមីចូលបន្ទប់ទឹកមួយផ្លែតស្របពេលដែល David ដើរសម្ដៅទៅកាន់ទូរទស្សន៍គេបានឃើញដុំកាសែតវីដេអូជាច្រើន David ក៏យកកាសែតវីដេអូមួយមកចាក់មើលវីដេអូដែលបានចេញមកហ្នឹងគឺមានឈុតឆាកដ៏រន្ធត់មួយមានបរិះពាក់ស្រោមមកគួរខ្លាចចូលមកចាក់ធ្វើទរណកម្មនិងធ្វើបាបគ្រួសារនៅក្នុងបន្ទប់មួយដែលនៅទីនោះវាហាក់ដូចជាមិនមែនជាការសម្ដែងអីមកទេដូចជាវីដេអូឯកសារមើលទៅដូចពិតៗអញ្ចឹងហើយសាហាវថែមទៀតផង David យកកាសែតវីដេអូមួយផ្សេងទៀតមកចាក់មើលម្ដងវីដេអូគឺដូចគ្នាដោយដូរតែតួអង្គតែប៉ុណ្ណោះវាបន្តកាប់ចាក់នៅក្នុងបន្ទប់មួយ David ចង់មើលវីដេអូមួយនោះយូរបានបន្តិចគេចាប់ផ្ដើមឃើញថាទស្សនវិជ្ជាដែលធ្លាប់បានកើតឡើងនៅក្នុងវីដេអូហ្នឹងគឺដូចគ្នាជាខ្លាំងទៅនឹងការរៀបចំនៅក្នុងបន្ទប់មួយទាំងកណាត់ទាំងវាំងននទាំងកៅអីពីរជាប់គ្នានិងអំពូលភ្លើងពីរនេះអីដែលគួរខ្លាចទៀតហ្នឹងសូម្បីតែស្រោមពុកនឹងខ្នើយក៏ដូចគ្នាដែរ David ស្គប់វីដេអូនោះហើយសារទៅសារមកដោយមើលជុំវិញក្នុងបន្ទប់មួយនេះរហូត David កើតចិត្តសង្ស័យហើយច្បាស់តែម្ដងថាវីដេអូកាប់សម្លាប់គ្នានេះវាបានកើតឡើងនៅក្នុងបន្ទប់របស់ពួកគេទាំងពីរនាក់នេះ Amy ឲ្យ David បិទវីដេអូនោះទៅពីព្រោះវាគួរខ្លាចហើយសំឡេងមនុស្សស្រែកដែលឮចេញពីវីដេអូហ្នឹងគឺថ្លង់ខ្លាំងមែនទែន David គេភ័យក៏បញ្ញាប្រាប់រឿងទាំងអស់នេះទៅប្រពន្ធ Amy ដើរយឺតទៅមើលវីដេអូមួយនោះឲ្យជិតពួកគេផាត់ភ័យជាខ្លាំងដែលអ្វីៗគ្រប់យ៉ាងនៅក្នុងបន្ទប់មួយនេះដូចទៅនឹងវីដេអូមួយនោះបែបបិទតែម្ដង Amy ក៏យកកាសែតមួយទៀតមកឆាកឃើញថាមានវីដេអូប្តីប្រពន្ធមួយគូឈរទាំងផាត់ភ័យ
ดาวมีนนามันเนะชื่อยิมบางทวีตุ่มลูกโจรหมกหาวิเปิดจะเนตีตังแต่มุ้ยเนขนมมันตบมวยนี่เดวิดเมื่อกรุบซินในขนมวิดีโอมวยหนังเก๋ก็แต่อาจเมื่อกลายมวยกลไม้ช่วยต่างออกเนี่ยเดวิดบ้านเคยการมาแล้วบอมเปะเนกรอมสลาเปรมวยเนี่ยกำปงแต่ทอดเปสกรรมพิรบปูเก๋เชงปีบรรทุกมวยหนังดาวการมาต่างออกนุบังกอบข้างขนมจางเฉยบาเซนจะเนบเซงไว้เพราะแฮร์จีมันบ้านจ่าปารอมาไว้นูลายบรรตัวไปมือวิดีโอนูหายเก๋บ้านเดินกรุบกันไหลกรุบตีตั้งดาวบ้านบังกอบการมาต่างออกหนังดาวมินวิดีโอมวยติดบังหางแทโมนึงมินคิดตะกอโจมกสำหรับครูซามวยนุเพลิงหนึ่งขนมบรรทุกนั่งเวียก็สลับแต่ได้พลีมกรอนแต่เมื่อดอชดนี้พลีมเพลิงหนึ่งขนมบรรทุกปูเกสสลับใต้รถลดด้วยขี้เดวิดหนึ่งอามีปูเกสเดินใต้มาดอถ้าครูไอ้กำปงแต่จบอันแตะมรณะหนึ่งขนมแต่สนะมวยเนี่ยรู้ก่อนนอมขี้แต่ปูนเนื้อกลิ่นแจ้งตามไผ่คลายลงไปนุบารอมันเนะเปะสลามมกกล้วยคลายโชเนอร์ปีกราวปูเกสในขนมประตูตักเตียงแต่ปูเกสจะเศร้าทวีชอบประโหดจังบ้านในแถบารอมันเนี่ยบ้านรู้โจในขนมบรรทุกมวยนี้มุนปูเกตเตียดเตียงปีเนี่ยประเดี๋ยวปนหลังสลอนเพลิงสลับตาตลอดหมกวันเดวิดไปยับเตอเมื่อปะล้อไกรโลปูเกอาเจนเดอร์แบนปนตายเมียนเน่กรุบทวีกรุบอวดสดแต่เตอบ้านดอมได้โกหลังโจสมใบแต่รุนปอวดนึงก็มันเตอพองเดวิดรีบหนึ่งไวปอวดหนึ่งไงปนตายอามีแหมรูทายบ่ปูเกไวเตอร์ไอดังลือสำเร็จหาปูเกไอดังมีกรุธนะกันแต่แคลงเกิดขึ้นรู้เดวิดการไดอามีจะจิงตามทวีมุกลบแตงประจัดประตอบมอกปูเกนงคณีรถจางเลื่อนจะใช้ปีกลายมวยนี้ปอนแต่รถบานแต่บันเต็กบรอเปะสระมุกกุยคลายตั้งปีเนี้ยดาวมวยมวยสำดามาการปูเกเจ้งปีตีงงเงิดมวยปูเกเพิดไพ่คลางใจมาดอกรถโจบรรทุกมวยหนูเวยอามีไพ่เป๊กก่อถวยจุรุโทรศัพท์ได้บอมรองหนึ่งรถเรือเวยไงบรรทายเจวิตเกแฮมโปรแต่เคตกอนุดาการแต่จัดเตอร์มาการปูเกรถซึ่งแต่อัดตัวนั่งต่างออกเนี่ยอาเคตกอนุวิจุดหนึ่งบานสำหรับปูเกแต่หายเฮ้ยนั่งต่างออกเนี่ยขยุมมือมาดอชดนี้ขยุมบกปูคลังใต้มาดออามีเกิดไออัดเจงตัวแต่สาวโปรแต่ไพ่เป๊กตั้งตาปีนี้บ้านมือวิดีโอมวยหนูปีโปรท่าสับเพียปูเกลอยนังคือโดยแต่นังวิดีโอมวยหนูจังเดวิดเป็นยาปรับอามีเอาเบิดเพลิงขนมประตูเนี่ยออกดำใบกับมอยการมาราจับแบนเนื้อดำใบกับมอยมินเก้เมื่อปีกลายเคยในยัยบานตรำนังบรอปีนี้ได้จีเคตกอหนูบ่มรองนึงสำหรับปูเกใหม่นังสลับแต่บัดคลุ้นเจมปีกลายมวยนี้มวยรำเปิดเดวิดโมนังโจมกตีกลายมวยนี้เก้สังกอลเคยตูรศัพท์มวยจีกลายละเก้กระแทอาจสมจำนวนปีคางกลายแบนประตอบมองยื้องเคยแทเดวิดชื่อยิมดาวลบให้รถตะการตูรศัพท์มวยนุบานสำหรับหนึ่งเตะตะการเล็กปรำบวนรอดมวยพลิมโดยกรอนแต่พนักงานเอเมจันซีเลือกพลิมเก้ก็เป็นหยับรีบรบแทมีนกิตกรจงสำหรับเก้หนึ่งประปนในขนมเตะสนามมวยเนี่ยส่งปุลูกมาจูปุขยมพองพนักงานบวนดับมวยก็สู้แทตีตังระบาปุเก้เนตีไหนได้สู้ต่อไปคลั่งเบนแตนเดวิดใจหลังยอมถ้าเก้ดังตีตังมวยนี้เก้จะไปพลิมหนูเอเมจันซีนุก็ต่อมาเวนแทบอลโลกมันตบอารมณ์ไพ่คลายระบาครูนไอบานพ้องเฟื่องไม่โลกอาจจะเช่นปีกาสำหรับมวยนุบานแต่เดวิดปะเฮาปูตายมาดองปีโปรฐานเนี่ยได้ใหญ่มกนั้นคือจิเมสันมาจากแต่สำนักมวยนี้สลับแต่มีลามเครื่องบากมกอย่างเลื่อนมกบำบกตูรศัพท์มวยนี้หลังติดเดวิดคือบ้านรถจริงปีกลายมวยนั้นเฮิร์บชิยิมรถเตอร์ประตูประบอกเกย์ไว้ได้บากเกย์รถตอนเตะเดวิดหนึ่งตระลามบกสลับจิมันแข็งได้ลามมวยนั้นจิลาระบอเดวิดหนึ่งอามีดาลปูเก้บานจอเจ้าเนเลือเพลดอสงานหนูคือตระบานบุบเวียโยบมกตีนี้บรรทอปีจูเรื่องกระแบบนี้เดวิดหนึ่งอามีอังกุยเอาคนี้เนื้อเกลียนเฉียงการมาแร่ก็บานซูมเอาบันเต็งมาดองรอโหดยืงบานคืนแทสกามาเพียระบอปูเก้ตั้งปีนี้ตระบานมือคืนดาวมาแจ๊บแต่สำนักมวยเนี่ยดาวการมาแร่ตระบานมังกบกรุบตีกันไหลหางมูลเหตุไอ้บ้านจีอามาแจ๊บแต่สำนักโรคจัดนี้วิทอสกามาเพียสำหรับปูเก้พร้อมแต่สำหรับจุนโรงกรุ๊ปเซนติสบันเตเตียดในต่างออกนี้หนึ่งบานดังบรรทอหมอกยืงคืนเดวิดยกเตเล่หมกบัญชีวิดีโอกับสำหรับมวยนุ่มมาดองตีนโดยเดวิดสังเกตมือกรุบทรุงกรุบซินดาทอดเจ้งปีการมาไร้ขนมบรรทุกมวยหนังเฮาเกสสังกอลคืนเรื่องมวยถ้าเคตกองอันกำบังนุวิปูนในขนมบรรทุกตักอามิเพยคลายจีแขลงให้บานเดินแถปูเคตกอนุวิบานลุยโจลมนปูเกตตีนเดวิดก็โจแต่เมื่อบรรทุกตักดอกกรีมวยหนังสระแต่จอนเพาะเลือกกำไรกระดามวยดาลบังกำราพร้อมปีเลือกกุยสองสายบาปรุงนูเตอร์เดวิดก็บานคืนทราบตัวมวยเนื้อเปรตกีอาดมือวิคือจีโรงกรามได้ดอกกุยแขลงลางเงินสลบตายมาดอง
ជាកន្លែងដែលឃាតករនោះលួនតាមនឹងមកសម្លាប់ពួកគេហើយលាក់ខ្លួននៅក្នុងបន្ទប់ពួកគេរកបានតម្រុយឃើញមួយរំពេញនោះអាមីក៏ហៅដេវីតឲ្យទៅមើលអ្វីមួយយ៉ាងគឺនាងបានឃើញបរិសម្នាក់ជីឡានបំរុងមកស្នាក់នៅក្នុងមួយឆាលមួយនេះដេវីតនិងអាមីឃើញមនុស្សមកអញ្ចឹងពួកគេអរជាខ្លាំងក៏នាំគ្នាគោះផ្អួចវាយផងស្រែកផងឲ្យបរិសម្នាក់នោះមកជួយពួកគេបរិសម្នាក់នោះឃើញអញ្ចឹងចម្លែកចិត្តហើយក៏ដើរសម្ដៅយឺតមកកាន់ពួកគេទាំងពីរអ្នកប្តីប្រពន្ធហ្នឹងប៉ុន្តែរឿងដ៏គួរឲ្យខ្លាចនោះស្រាប់តែពួកឃាតករលាក់មុខនោះដើរតាមពីក្រោយបរិសម្នាក់ហ្នឹងដេវីតក៏ស្រែកយ៉ាងខ្លាំងថាងាកក្រោយពួកគេចង់សម្លាប់លោកភ្លាមនោះក៏ស្រាប់តែមេសិនមករាក់ទាក់បរិសម្នាក់នេះហើយក៏ហុចឡើងកាសែតវីដេអូជាច្រើនដែលការពិតក៏បានបង្ហាញគឺម្ចាស់ម៉ូថែលរោគចិត្តម្នាក់នេះបានយកជនរងគ្រោះមកសម្លាប់ក្នុងបន្ទប់មួយហ្នឹងដោយថតវីដេអូសម្លាប់ស្ដែងទាំងអស់នោះរីខតចេញជាកាសែតហើយយកទៅជួញដូរទៅកាន់ពួករោគចិត្តណាក៏ដោយដែលពួកវាចង់មើលវីដេអូទាំងអស់ហ្នឹងហើយបរិសចម្លែកម្នាក់នេះក៏ជាម្នាក់ក្នុងចំណោមពួករោគចិត្តឯទៀតដែរគឺជាប៉ាក់ពួកគ្នាវាតែមួយសោះដេវីតនិងអាមីឃើញសភាពការអត់ស្រួលអញ្ចឹងពួកគេនាំគ្នាលូនចេញតាមបន្លោះរូងក្រោមដីមួយនោះទាំងដែលបន្លោះហ្នឹងវាតូចចង្អៀតគ្មានខ្យល់ហើយក៏ក្រិចថែមទៀតមានសត្វតែសត្វកដលរាប់រយក្បាលនៅក្រោមហ្នឹងទៀតផងអាមីប៊ីនឹងថប់ដង្ហើមនៅក្នុងរូងក្រោមដីមួយនេះប៉ុន្តែនាងព្យាយាមលូនបន្តទៀតរហូតពួកគេមកដល់រូងមួយផ្សេងទៀតគឺជាបន្ទប់ office សម្ងាត់របស់អឃាតកររោគចិត្តម្នាក់នោះដែលវាតែងតែលួចមើលសកម្មភាពសម្លាប់និងធ្វើទណ្ឌកម្មជនរងគ្រោះទាំងអស់នៅក្នុងបន្ទប់មួយហ្នឹងតាមរយៈកាមេរ៉ាដែលបានបង្កប់ឡើងមកខាងលើបានអាមីបានឃើញទូរស័ព្ទនៅលើតុមួយនាងក៏ចុចទេទៅកាន់លេខ911ភ្លាមរំពេញនោះភ្នាក់ងារ Emergency ពិតប្រាកដក៏បានលើកប៉ាត់មែនប៉ុន្តែមិនទាន់ទាំងបាននិយាយប្រាប់ទីតាំងនិងហេតុការណ៍អីផងស្រាប់តែមេសិននិងឃាតករស្រោមមុខដ៏គួរខ្លាចនោះដើរចូលមកទីនេះគឺពួកវាដើររកមើល David និង Amy ដែលបានបាត់ចេញពីបន្ទប់នោះបានហើយស្រាប់តែសម្លេងភ្នាក់ងារ Emergency អត់ទាន់បិទទេក៏បានសួរបញ្ជាក់ពីទីតាំងពួកគេមេសិនវាខឹងជាខ្លាំងក៏កាច់ខ្សែទូរស័ព្ទនោះចោលហើយបានដឹងថា David និង Amy ពួកគេបានមកដល់បន្ទប់មួយហ្នឹងរួចវាក៏បញ្ជាឲ្យឃាតករនេះទៅសម្លាប់ពួកគេចោលបបិទមាត់នៅយប់នេះទៅហើយអ្នកទាំងអស់គ្នាដឹងថា David និង Amy បានទៅណាអត់គឺពួកគេបានលួនចេញតាមរូងក្រោមដីមួយនេះមកវិញទាំងដែល Amy និង David បានដឹងថារូងមួយនេះវាមានផ្លូវបបែកផ្សេងគ្នាដែលនឹងនាំពួកគេទៅកន្លែងខុសៗគ្នាផងដែរស្របពេលអឃាតករនេះក៏ស្រាប់តែលួនតាមមកដល់មើលមកដល់ឈុតហ្នឹងខ្ញុំស្មានតែឃាតករនេះតាមតនពួកគេទៅទាំងអស់គ្នាគឺតាមពិតឃាតករនេះវាលួនតាមផ្លូវផ្សេងគឺតាម David និង Amy អត់តនេះពួកគេទាំងពីរឡើងមកតាម trap door នៅបន្ទប់មួយផ្សេងទៀតគឺជាបន្ទប់ការ៉ាសនិងជាកន្លែងជួសជុលដែលពួកគេឈប់តាំងតែពីដំបូងសាច់រឿងនោះ David ក៏ទម្លាក់ទូដ៏ចាស់មួយនេះដើម្បីខ្ទប់ trap door មួយនោះក៏បោកពួកឃាតករឡើងមកបានកំពុងតែភ័យបែបនេះផងស្រាប់តែមានឡានប៉ូលីសមួយគ្រឿងបានបើកមកដល់ motel មួយហ្នឹង David និង Amy អត់ទាន់ជឿជាក់អីព្រោះនៅតែគិតថានេះគឺជាគ្នាតែមួយរបស់ពួកវាឯង Mason វាក៏បានចេញដល់ពេលដែលស្ដាប់ការនិយាយពីប៉ូលីសម្នាក់នេះទៅគាត់ក៏និយាយថាគាត់មកទីនេះមិញហ្នឹងមានគេរីកាចេញពីទីតាំងមួយហ្នឹងនៅទីនេះមានអ្វីកើតឡើងមែនទេលោក Mason វាប្រកែកធ្វើពុតមែនតើដោយកុហកថាមាននរណាទៅរីកាប្រាប់លោកបើនៅទីនេះមិនមានភ្ញៀវណាម្នាក់មកស្នាក់នៅនោះទេប៉ូលីសម្នាក់នេះអត់ទាន់ជឿទេក៏ចង់ដើរមើលជុំវិញទីនេះមកសន្ទុះសិនដោយឲ្យ Mason ចាក់សោឲ្យគាត់ចូល Mason ព្យាយាមចាក់សោបន្ទប់មួយនេះប៉ុន្តែចាក់ត្រូវឯងក៏និយាយថាចាប់បានហើយលោកសោមួយនេះត្រូវឯងលោកចាំនៅទីនេះហើយខ្ញុំនឹងទៅយកសោត្រូវមកចាក់វិញចេញទៅមើលសន្ទុះទាំងតែតាមពិតទៅទ្វារមួយនេះអត់មានចាក់សោទ្វារឲ្យទាំងអស់លោកប៉ូលីសម្នាក់ហ្នឹងក៏ច្រានទ្វារដើរចូលទៅក្នុងបន្ទប់មួយនេះយ៉ាងយឺតអ្វីដែលគាត់បានឃើញនោះគឺជាវីដេអូកាប់សម្លាប់គ្នាដែលចាក់ចោលតាំងតែពីយូរឆ្លោះពិលទៅគាត់ឃើញថានៅក្នុងវីដេអូមួយនេះដូចទៅនឹងទិដ្ឋភាពក្នុងបន្ទប់ដែលគាត់កំពុងតែឈរអញ្ចឹងប៉ូលីសម្នាក់នេះដឹងភ្លាមថាផ្ទះសំណាក់មួយនេះស្រួលទេក៏ទាញកំភ្លើងដើរចេញទៅក្រៅទាំងផិតភ័យ David និង Amy ខ្លាចថាប៉ូលីសនេះចេញទៅចោលពួកគេរត់យ៉ាងលឿនទាំងស្លន់ប៉ូលីសដឹងភ្លាមថាពួកគេគឺជាជនរងគ្រោះក៏នាំពួកគេចូលទៅក្នុងឡានលឿនរៀបនឹងបញ្ជាឡានចេញទៅហើយចង្រៃអីឡាននេះក៏សាប់តែខូចចំពេលនេះដើរប្រព័ន្ធភ្លើងនៅក្នុងឡានត្រូវបានកាត់ផ្ដាច់ចោលទាំងអស់ប៉ូលីសគាត់អត់ចិត្តក៏បើកស្ទះឡានខាងមុខមើលឃើញថាគ្រប់ប្រព័ន្ធភ្លើងត្រូវបានកាត់ខ្ទេចគ្មានសល់ភ្លាមនោះក៏ស្រាប់តែ David និង Amy ជួយលោកប៉ូលីសនេះអត់បានទេក៏នាំគ្នាចូលទៅក្នុងបន្ទប់ក្រាស់មួយនោះវិញដោយចូលទៅខាងក្នុងភ្លាម
David គេមានគំនិតមួយដោយបានចូលទៅក្នុងបន្ទប់ទឹកវាយបបាយកញ្ចក់ប្រអួចហើយហែកអាវ Amy ទៅថ្ពក់នៅជាប់បង្អួចដើម្បីបង្វាយដានពួកឃាតករថាពួកគេទាំងពីរបានរត់ចាក់ចេញតាមប្រឡោះនេះបានហើយខ្លាចថាប្រពន្ធរបស់គេនឹងមានគ្រោះថ្នាក់ David ក៏វាយពីដានទៅស្រាប់តែបានឃើញប្រឡោះមួយល្មមដែលអាចឲ្យពួកគេលាក់ខ្លួនបានគេសុកចិត្តឲ្យប្រពន្ធរបស់គេលាក់ខ្លួនទៅនៅលើពីដានដំបូលផ្ទះមួយនេះបើទោះបីជាមានរឿងអីឬក៏ឮសំឡេងអីក៏ដោយគឺកុំឲ្យនាងចោះមកឲ្យសោះហើយ David នឹងទៅតតាំងជាមួយនឹងពួករោគចិត្តទាំងអស់ហ្នឹងក្រោយពី David រៀបគម្រោងមួយនេះហើយគេក៏រត់ចេញទៅគ្រាន់តែបើកទ្វារក្រាក់ស្រាប់តែឃាតករចាក់ David ឡើងជ្រៅ Amy ឃើញ David ត្រូវគេសម្លាប់អញ្ចឹងនាងខ្ទប់មាត់យំទាំងភាពភ័យខ្លាចអត់ហ៊ានបញ្ចេញសម្លេងនោះឡើយបន្ទាប់មក Mason វាក៏បានដកកាមេរ៉ាមកថតវីដេអូដង្ហើមចុងក្រោយរបស់ David យកទុកលក់បន្តទៀតរួចហើយ Mason ក៏ដើរទៅបន្ទប់ទឹកឃើញខោអាវរហែរបស់ Amy វាគិតថានាងបានរត់ចេញទៅបានហើយក៏បញ្ជាពួកឃាតករស្រោមមុខនឹងទៅសម្លាប់ Amy យប់នេះឲ្យបានទាំងដែលពួកគេអត់ដឹងនោះទេថា Amy នាងកំពុងតែពួននៅលើពីដានផ្ទះរួចពួកវាក៏បានចាក់ចេញទៅបាត់បរិយាកាសនៅខាងក្រៅមួយឆាវមួយនេះរៀងស្ងប់ស្ងាត់បន្តិចមេឃចាប់ផ្ដើមផ្លឹមស្រាងៗគឺ Amy នាងដេកលក់ដោយមិនដឹងខ្លួនរហូតដល់ភ្លឺឃើញរៀងស្ងាត់បែបនេះនាងចុះមកស្លុតចិត្តមែនតើព្រោះតែ David ប្តីជាទីស្រឡាញ់បានដេកស្លាប់យ៉ាងអណោចធម៌ Amy អត់មានពេលអោបសពប្តីយូរនោះទេក៏បានរត់យ៉ាងលឿនចូលទៅក្នុងឡានរបស់នាងដែលបានប្លង់ចោលនៅក្បែរនោះបញ្ឆេះឡានឆេះហើយស្រាប់តែឃាតករស្រោមមុខមិនដឹងចេញមកពីណាហក់មកសង្គ្រប់ដំបូលឡានចាប់ Amy កាច់ចកូតរេពេញហ្នឹងភ្លាមនោះស្រាប់តែឃាតករម្នាក់ទៀតក៏ចេញមកឡានកំពុងតែលឿនបែបនេះផង Amy កិច្ចអត់ទាន់ក៏បំបុកបរិសម្នាក់នោះឡើងខ្ទៀតគៀបជាប់អញ្ចាំងបែកគ្រឿងក្នុងស្លាប់ភ្លាមតែម្ដងហើយដឹងថាបរិសម្នាក់នេះគឺជានរណាអត់គឺតាមពិតបរិសម្នាក់នេះជាជាងជួសជុលឡានឲ្យពួកគេតាំងតែពីដើមសាច់រឿងមកចំណែកអាឃាតករម្នាក់ទៀតដែលនៅលើដំបូលឡានមួយនេះវាក៏តៃហោងដូចគ្នាដែរ Amy រត់ចាក់ចេញពីកន្លែងមួយនេះយ៉ាងលឿនសំដៅទៅកាន់ receptionist ស្របពេលដែល Mason វិញឃើញគ្នារបស់វាស្លាប់អញ្ចឹងវាកាន់តែខឹងចំណែកឯ Amy វិញឃើញកំភ្លើងព្យួរនៅក្បែរនោះនាងប្រឹងឈោងយកកំភ្លើងមួយហ្នឹងស្រាប់តែ Mason ចេញមកយកខ្សែមករឹតកសម្រាប់ Amy ចោលដោយវារត់បដាទាត់ធាក់ទះ Amy បដារហូតនាងលែងមានកម្លាំងតបតរួច Mason ក៏ដកកាមេរ៉ាមកនិងថតពីវីដេអូសកម្មភាព Amy មុននឹងស្លាប់ Amy ប្រើកម្លាំងចុងក្រោយក៏ធាក់ Mason មកជើង Mason ក៏ចាប់បោក Amy បោកយកដូចជាសត្វធាតុអញ្ចឹងហើយចាប់បោ Amy ចំកន្លែងដែលជ្រុះកំភ្លើង Amy ក៏សបាទាញកំភ្លើងមួយនោះបាញ់មកកាន់ Mason ស្មានតែកំភ្លើងនោះអត់គ្រាប់រៀបនឹងបាញ់សម្លាប់នាងវិញហើយស្រាប់តែ Amy គោះកាញ់កំភ្លើងបាញ់ Mason ជាច្រើនគ្រាប់រហូតដល់វាដេកស្លាប់តែហោងនៅនឹងកន្លែងAmy រត់ចេញមកក្រៅវិញតែអោបសពប្តីទាំងយំអាណិតប្តីខ្លាំងមែនតើដូចជាសំណាងមួយអញ្ចឹង David ស្រាប់តែដឹងខ្លួនឡើងមកវិញគឺគេគ្រាន់តែសន្លប់តែប៉ុណ្ណោះ Amy អរខ្លាំងណាស់ព្យាយាមរត់ទៅកន្លែង Mason ស្លាប់មិញហ្នឹងដើម្បីយកខ្សែភ្ជាប់ទៅនឹងទូរស័ព្ទនៅលើតុរហូត Amy អាចទេទៅកាន់លេខ911សូមជំនួយបន្ទាន់បានជោគជ័យហើយ Amy ដើរចេញមកវិញទាំងក្តីសង្ឃឹមដូចជាមានជីវិតរស់សារជាថ្មីអញ្ចឹងដោយមុននឹងបញ្ចប់សាច់រឿងមួយនេះបានប្រាប់យើងគ្រប់គ្នាបានដឹងថាគ្រប់ motel ឬក៏ផ្ទះសំណាក់ណាក៏ដោយមិនមែនសុទ្ធតែល្អដូចដែលយើងបានឃើញនោះឡើយហើយមូលហេតុអ្វីបានជាយើងមិនគួរចូលទៅរស់នៅក្នុងផ្ទះសំណាក់ឬក៏កន្លែងណាដែលដាច់ស្រយាលឆ្ងាយពីទីក្រុងយ៉ាងនេះទាំងដែលយើងមិនបានដឹងពីប្រវត្តិនិងឈ្មោះផ្ទះសំណាក់ទាំងអស់នោះទេហើយយើងក៏មិនដឹងដែរថាវាជាកន្លែងដែលធ្លាប់បានកើតឡើងនៅរឿងរ៉ាវអ្វីខ្លះទាំងគួរឲ្យភ័យខ្លាចនិងរន្ធត់យ៉ាងណាពីព្រោះថាពេលខ្លះវាអាចជាកន្លែងដែលធ្លាប់បានកើតឡើងនៅរឿងរ៉ាវរន្ធត់គួរឲ្យខ្លាចជួនកាលផ្ទះសំណាក់ទាំងអស់ហ្នឹងអាចនឹងត្រូវបានប្រើប្រាស់ជាកន្លែងសម្រាប់មនុស្សចាប់ចម្រិតឬក៏ជួញដូរមនុស្សក៏ថាបានដែលជាចុងក្រោយយើងត្រូវចេះប្រុងប្រយ័ត្នជៀសវាងជួបរឿងរ៉ាវដូចក្នុងសាច់រឿងនេះអញ្ចឹងបើទោះបីជារឿងមួយនេះជាការសម្ដែងក៏ពិតមែនតែទោះជាយ៉ាងណាក៏ដោយសាច់រឿងមួយនេះក៏បានបង្ហាញនិងលាតត្រដាងនៅរឿងរ៉ាវព្រឺខ្នងនៅពីក្រៅមួយចំនួនដែលយើងមិនបានដឹងថាសកម្មភាពទាំងអស់ហ្នឹងពិតជាធ្លាប់បានកើតឡើងនៅក្នុងសង្គមបច្ចុប្បន្នមួយនេះពិតមែនអរគុណប្រិយមិត្តខ្លាំងមែនទែនដែលបានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់សង្ឃឹមថាប្រិយមិត្តទាំងអស់គ្នានឹងចុច like វីដេអូរបស់ admin ផងណាអូខេជួបគ្នានៅវីដេអូបន្ទាប់អរគុណជម្រាបលាបាយបាយ